ជាទូទៅខ្ញុំមិនពិបាកក្នុងការទៅសេសភៅទេតែខ្ញុំពិបាករកអ្នកអានសភៅពិតអាននៅខេត្តកំពង់ចាមចូលជាង700អ្នកហើយអ្នកអានមុខដដែល3-400អ្នកដែរមកទៀតអ្នកអានមុខដដែលហើយមានស្ពានចង្កោងខ្នងមួយដែលរថយន្តតោងគ្នាឆ្លងពីត្រើយមកខាងទៅត្រើយមកខាងវាបន្ថែមរសជាតិតែហ្មងហើយយប់ឡើងភ្លើងភ្លឺអញ្ចឹងទៅណាអញ្ចឹងកំពង់ចាមកន្លែងហ្នឹងគឺ the best សម្រាប់ខ្ញុំអូជំរាបសួរបងដេបាទអូយមកដល់កំពង់ចាមហើយបងមិនតែខាងកំពង់ចាមនេះលើឃើញបងដាក់មក status ថាអ្នកកំពង់ចាមដួងចិត្តបរិសុទ្ធឯណាឯណីនោះមិនដែរវិញបងដួងចិត្តបរិសុទ្ធហ្នឹងមិនមែននិយាយពីបេះដូងទេនិយាយពីចិត្តរបៀបរបបនៃការរស់នៅបាទមានន័យថា8ខេត្តដែរដែលខ្ញុំឆ្លងកាត់កំពង់ចាមនេះធ្វើឲ្យខ្ញុំនិយាយពាក្យនឹងបានដោយសារវាជារឿងពិតដែលភ្នែកខ្ញុំមើលឃើញ8ថ្ងៃហ្នឹងណាគឺខ្ញុំមើលឃើញថាអ្នកកំពង់ចាមគឺជាអ្នកអានដែលមានសណ្ដាប់ធ្នាប់ទៅលើរឿង5មកដល់ភ្លៀងវាយទល់ម៉ូតូផាច់ដាក់ត្រូវកន្លែងត្រង់ជួបព្រិញអត់បញ្ញាញ៉ាយកន្លែងហ្នឹងណាទី2កៅអីអង្គុយត្រង់ណាឈប់អង្គុយដាក់ត្រង់ហ្នឹងអាហ្នឹងទី2គឺក្តែខ្ញុំថាល្អណាទី3សភៅមើលចប់ដាក់កន្លែងណាដាក់កន្លែងហ្នឹងដូចកៅអីដូចគ្នាគាត់អត់រត់រីទេទី4គាត់អត់ញ៉ាំបដាស៊ីបដាទេគឺគាត់ញ៉ាំមកហើយគាត់លាងដៃហ្នឹងគាត់នៅនេះហើយអ្វីដែលសំខាន់ហ្នឹងកំពង់ចាមដែលខ្ញុំសង្កេតឃើញហ្នឹងអ្នកអានភាគច្រើនគាត់យល់ពីរបៀបរបបហៅថាសាធារណៈមានថាការជជែកមានន័យថារបៀបសួរក៏មិនសូវហត់ប្រហែលដែរនេះកំពង់ចាមសម្រាប់រឿងខ្ញុំផ្ទាល់ណារឿងផ្សេងខ្ញុំមិនដឹងតែសម្រាប់កើតលើខ្ញុំផ្ទាល់បាទចុះសណ្ដាប់ធ្នាប់ឬក៏អេយ៉ាបតមេយាទយើងនិយាយភាសាខ្មែរថាមេយាទដែលអ្នកកំពង់ចាមគាត់មានជាអត្តចរិតល្អហ្នឹងតើវាជួយជំរុញឲ្យខ្លះទៅឬក៏បងកត់សម្គាល់មកទៅកន្លែងហ្នឹងជាទូទៅយើងវាស់គេហៅថាសណ្ដាប់ធ្នាប់ឬគុណភាពនៃការរស់នៅទៅតាមទីសាធារណៈហ្នឹងឯងបើយើងអង្គុយកន្លែងណាខាក់ស្ដោះកន្លែងហ្នឹងអាហ្នឹងគេហៅថាខំរៀនទៅអីទោះអ្នកហ្នឹងចេះដឹងឬក៏ខ្វះសេក៏ដោយក៏មិនឲ្យតម្លៃអញ្ចឹងហើយបើសិនជាយើងទៅហូបកន្លែងណាសម្រាមនៅកន្លែងហ្នឹងក៏ចេះដឹងក៏គ្មានប្រយោជន៍អានសភៅច្រើនក៏គ្មានប្រយោជន៍គេហៅថាគុណធម៌សុជីវធម៌នៃការរស់នៅហ្នឹងប្រហែលត្រូវធ្វើតាំងពីក្មេងមកណោះចឹងកំពង់ចាមប្រហែលជាគេសុកយូរទៅគេនាំគ្នាលៀងតាំងពីក្មេងមកទើបថ្នាយុវជនហ្នឹងឃើញថាកៅបោកហើយគេចេះដឹងគេរៀបចំខ្លួនគេសំណួរសំដៅអីក្មេងក៏ល្អដែរនិយាយចឹងអ្នកខេត្តផ្សេងគាត់នឹងលេងពាក្យថាចុះខេត្តខ្ញុំហ៎មែនទេចង់តែសម្រាប់ខ្ញុំផ្ទាល់ខេត្តកំពង់ចាមវាមានកម្រិតខ្ពស់ដែលខេត្តផ្សេងឆ្ពោះទៅរកអាចចំណុចហ្នឹងដែរបាទចាំថាកំពង់ចាមកំពង់ចិត្តអើយមកដកជាប់ចិត្តហ្មងណាបងមិនជាប់ចិត្តប្រហែលទេពីព្រោះនៅសល់18ខេត្តទៀតប្រហែលជាខេត្តផ្សេងនឹងមានចំណុចល្អដែរប៉ុន្តែបើកំពង់ចាមឲ្យជាប់ចិត្តបដ ாய் ខ្ញុំមិនដឹងទេមានតែអ្នកកោះប៉ែនទេកុំចំណានខ្ញុំមានតែអ្នកកោះប៉ែនក៏សុំកុំចំណានខ្ញុំពីព្រោះថាអ្នកកំពង់ចាមពិតជាធ្វើរឿងនេះបានសម្រាប់ភ្នែករបស់ខ្ញុំមើលឃើញអញ្ចឹងពីព្រោះខ្ញុំដើរច្រើនខេត្តខ្ញុំអាចវាស់ស្ទង់អត្តចរិតរបៀបរបបចំណេះដឹងមិនទាំងស្រុងទេអស់លោកអ្នកស្ដាប់ហើយប្រហែលជាមានតម្រុយខ្លះឲ្យបងប្អូនដើរតាមក្រោយបាទចុះបងអាចសរុបបានទេមកទល់ពេលនេះបងមានអ្នកអានប្រមាណហើយអ្នកអានមិនដែរអត្តចរិតនៃការអានរបស់ពួកគាត់អីបងអ្នកអាននៅខេត្តកំពង់ចាមចូលជាង700អ្នកហើយអ្នកអានមុខដដែល3-400អ្នកដែរមកទៀតអ្នកអានមុខដដែលអញ្ចឹងអ្នកកំពង់ចាមពេលដែលគាត់អានជាទូទៅគាត់អង្គុយផ្ដាច់ពីគ្នាគាត់អត់អង្គុយជាក្រុមទេគាត់អង្គុយផ្ដាច់មានថាដោយសារការរៀបកៅអីរបស់ខ្ញុំជាលក្ខណៈផ្ដាច់អញ្ចឹងគាត់អត់អង្គុយជាក្រុមគាត់ព្យាយាមអង្គុយផ្ដាច់ដើម្បីមានពេលអានច្រើនហើយអ្នកកំពង់ចាមដើរមើលសភៅសិនមិនរើសមួយយូរទៅអង្គុយអានងុំនៅនឹងហើយអញ្ចឹងមិនមែនកាន់5 6ឬក៏មើលតលាក់ពីព្រោះខ្ញុំមកនេះមិនមែនត្រឹមតែដាក់សភៅខ្ញុំសង្កេតចរិតទូទៅរបស់អ្នកអានរបស់ខ្ញុំទៀតជាទូទៅខ្ញុំមិនពិបាកក្នុងការទៅសេសភៅទេតែខ្ញុំពិបាករកអ្នកអានសភៅពិតអាហ្នឹងខ្ញុំពិបាករកណាអញ្ចឹងមានន័យថាគាត់ចាប់អារម្មណ៍ហើយបើមកអានអ្នកមុខមកតែឡើងខ្ទង់3-400នាក់ដែរ3-400នាក់ពីព្រោះរយៈពេល7ថ្ងៃនេះណាដែលអ្នកមកសភាខ្ញុំពេញមកសភាខ្ញុំ7ថ្ងៃហ្នឹងណាគឺបាន700នាក់ហ្នឹងថ្ងៃនេះអត់ទាន់រាប់ទេហើយអ្នកអានមុខដដែលហ្នឹងគឺ300នាក់ហើយតែខ្ញុំមិនរាប់បញ្ចូលទេខ្ញុំចង់ឲ្យបានអ្នកថ្មីមកអញ្ចឹងណាហើយការអាននៅកំពង់ចាមគឺវាជួយបន្ថែមដល់រសជាតិទន្លេបិទហើយមានស្ពានចង្កោងខ្នងមួយដែលរថយន្តតោងគ្នាឆ្លងពីត្រើយមកខាងទៅត្រើយមកខាងវាបន្ថែមរសជាតិតែហ្មងហើយយប់ឡើងភ្លើងភ្លឺអញ្ចឹងទៅណាអញ្ចឹងកំពង់ចាមកន្លែងហ្នឹងគឺ the best សម្រាប់ខ្ញុំហើយខ្ញុំរីករាយក្នុងការដែលមានវត្តមានមកដីកំពង់ចាមហើយកំពង់ចាមហាមិនបានទេឲ្យតែដាក់សភៅនឹងអានហើយបាទអរគុណច្រើនបងអរគុណបាទ